ព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយគ្រប់វេលានាំយើងឆ្ពោះទៅរកជោគជ័យចេញទៅគ្រប់ទីក្នុងកម្ពុជាអស់ពីដួងចិត្តជីវិតយើងនឹងសុទ្រមទោះបីលំបាកយ៉ាងណាឬផ្លូវនៅវែងឆ្ងាយយើងនឹងទៅរហូតនោះមកណាព្រះអង្គនឹងប្រទានពរដល់ក្រុមជនជាតិខ្មែរទ្រង់ស្មោះត្រង់ចំពោះក្តីអធិដ្ឋានទ្រង់នឹងស្រោចស្រង់ជាតិយើងឲ្យបានរងរឿងឡើងចូលបន្តអង្គពីនិរោធទ្រង់មិនដែលស្រាយដែលបានសម្រេចចេញទៅដើម្បីធ្វើការថ្វាយព្រះយេស៊ូវសូមឬទងយ៉ាងណាក៏ទ្រាំទៅជីវិតបានជួបព្រះអង្គមកនេះទៅតែយើងខំអធិស្ឋានតាមតែព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយក្រុមវេលានាំយើងឆ្ពោះទៅរកជោគជ័យយើងចេញទៅត្រង់ទីក្នុងកម្ពុជាអស់ពីដួងចិត្តជីវិតយើងនឹងសុទ្រមទោះបីលំបាកយ៉ាងណាឬផ្លូវនៅវែងឆ្ងាយយើងនឹងទៅរហូតនោះមកណាព្រះអង្គនឹងប្រទានពរដល់ក្រុមជនជាតិខ្មែរទ្រង់ស្មោះត្រង់ចំពោះក្តីអធិស្ឋានទ្រង់នឹងស្រោចស្រង់ជាតិយើងឲ្យបានរងរឿងឡើងចូលបន្តអង្គពីនិរោធទ្រង់អាមែនបងប្អូនពុកម៉ែបងប្អូនលោកគ្រូនៃគ្រូទាំងអស់តែយើងបានចូលមកក្នុងនេះគឺសូមយើងសូមយើងដាក់ឋានសម្រាប់ប្រទេសជាតិកម្ពុជារបស់យើងដឹងហើយថាប្រទេសជាតិកម្ពុជារបស់យើងកំពុងតែធ្លាក់នៅក្នុងសង្គ្រាមដែលធ្វើឲ្យប្រជាជនជាច្រើនត្រូវបានស្លាប់ដូច្នេះសូមយើងអំពាវនាវទៅកាន់ព្រះអង្គយើងអធិដ្ឋានសូមទៅកាន់ព្រះអង្គទុកទាំងអ្វីនឹងប្រសើរឡើងបុត្រព្រះអង្គទ្រង់តែគង់ជាមួយនឹងយើងព្រះអង្គទ្រង់តែគង់លើគូយើងមិនឃើញក្នុងភាពស្នាញ់របស់ព្រះអង្គសូមយើងតែបន្លឺជួយជាតិ